របបរកលុយដើម្បីទប់ទល់នឹងអំណាចក៏ប៉ុន្តែឥឡូវវាទប់ទល់វាលែងបានតែយើងធ្វើចោលលួចគេទៅវាងាយមួយឆ្នាំបងប្អូន20,000 លានមិនតិចទេណាអញ្ចឹងលួចអានឹងទៅតែដល់ពេលឥឡូវនេះវាអស់តម្រេះទៅគេជន់កកវាប៉ះពាល់សហរដ្ឋអាមេរិកវាប៉ះពាល់ពិភពលោកអញ្ចឹងវាតល់កកឥឡូវ SBI គេចុះមកវាទៅជា SBI ចុះមកបងប្អូនដែលមានទេប្រទេសណាដែល SBI ងាយចុះមក SBI នឹងគឺអ្នកតាមដានណាបងប្អូនមករកមើលអាកំហុសមករកមើលអាយើងខូចមករកអីហ្នឹងក៏ប៉ុន្តែឥឡូវហ្នឹង SBI ចុះមកដល់ស្រុកខ្មែរបែរទៅជាអ្នកត្រពងកូនយួនដែលកើតនៅលើទឹកដីកម្ពុជាដែលចេញមកផ្សព្វផ្សាយត្រពងគណៈបកប្រជាជនគេថា SBI មកធ្វើការជាមួយរដ្ឋាភិបាលហ៊ុនសែនមែនគេធ្វើការមែនតែគេមកជន់កកលោកហ៊ុនសែនជន់កកលោកហ៊ុនម៉ាណែតដោយសារអីដោយសារអ្នកឯងចោលលួចលុយពិភពលោកណាហើយអ្នកណាធ្វើចោលហើយដល់តែយើងនិយាយទៅអត់ទេរដ្ឋាភិបាលកំពុងតែកម្ចាត់ចោលកម្ចាត់តែពួកសុទ្ធត្រុតមួយចំនួនទេគេហៅថាពួកត្រីងៀតឆ្លៀតពងបណ្ដាញប្រព័ន្ធទាំងអស់គឺជាបណ្ដាញរបស់មេដឹកនាំកម្ពុជាខ្ញុំលើកឧទាហរណ៍ឲ្យបងប្អូនមួយហេតុដូចម្ដេចបានជាពិភពលោកគេដឹងថាបណ្ដាញនេះគឺជាបណ្ដាញរបស់លោកហ៊ុនសែនបណ្ដាញរបស់ថ្នាក់ដឹកនាំកម្ពុជាមូលហេតុអីគេបងប្អូនមានចាំកាលដែលអាគារនៅកពតបាក់ស្រុតស្លាប់ពលករដែលនៅក្នុងអាគារហ្នឹងលោកហ៊ុនសែនហោះវឹងទៅគ្រប់គ្រងអាកន្លែងអាគារហ្នឹងអូឲ្យជួយឲ្យអីសពបែបសពយ៉ាងហើយយកលុយ 10,000 ម្នាក់សម្រាប់ពលករដែលស្លាប់យកទៅឲ្យពលករហើយបិទឈឹងអត់មានចាប់ម្ចាស់អាគារឬមួយក៏ក្រុមហ៊ុនដែលសង់អាគារហ្នឹងយកត្រាក់គុកអត់ដាច់ខាតអត់ទេមូលហេតុអីគេនៅប្រទេសញូហ្សេឡង់ណាកាលដែលរំជួយផែនដីនៅទីក្រុងក្រៃឈើហ្នឹងទីក្រុងខ្ញុំនៅហ្នឹងបាក់អាគារមួយគេហៅថា PVCT building បាក់អាគារនឹងមួយបាក់គ្រប់ដល់បាត់អញ្ចឹងរដ្ឋាភិបាលគេស្រាវជ្រាវពុតថាម៉េចបានអាគារហ្នឹងគ្រប់បាក់ស្រុតដល់បាត់វាមិនដែលមានអាគារជួយផែនដីវាគ្រាន់តែបាក់គ្រាន់តែផ្អៀងគ្រាន់តែប្រេះគ្រាន់តែស្រាំអូខេដោយសារ building នេះធ្វើមិនបានមានប្រព័ន្ធសម្រាប់ការពាររំជួយផែនដីអញ្ចឹងវាអាចបាក់ផ្អៀងអីស្រុតអីអញ្ចឹងតែវាមិនអាចគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនខ្លាំងមែនតើទេតែអាគារមួយនោះបាក់ស្រុតគ្រប់ដល់បាត់មកគេតាមបានវឹកថាមូលហេតុអីអញ្ចឹងអ្នកណាអ្នក design គេស្រាវជ្រាវចុះឡើងមានលោកម្នាក់ហ្នឹងមកពីប្រទេសណាទេខ្ញុំអត់ចាំគាត់ជាដូចជាវិស្វករធម្មតាក៏ប៉ុន្តែគាត់មានពួកម៉ាក់គាត់ស្លាប់គាត់យកអាសញ្ញាបត្រពួកម៉ាក់គាត់នឹងហើយយកទៅដាក់រូបថតគាត់ថានឹងជារបស់គាត់ដែលជា master ខាង designer ដើម្បីចូលមករស់នៅប្រទេសញូហ្សេឡង់ហើយគាត់ design អាគារមួយហ្នឹងគាត់ចាស់ហើយអាយុប្រហែលជា70ជាងទៅ80ហើយអាគារហ្នឹងកសាងកាលពីឆ្នាំ2011ហ្នឹងពេលហ្នឹងកសាងបាន46ឆ្នាំហើយបងប្អូនបានអាគារហ្នឹងបាក់ស្រុតគេស្រាវជ្រាវវឹកតាមចាប់គាត់ដល់អូស្ត្រាលីស្រាវជ្រាវទៅគាត់នៅអូស្ត្រាលីចាប់គាត់ឥឡូវជាប់គុកមួយជីវិតដោយសារអីគាត់ design អាគារហ្នឹងគឺធ្វើឲ្យគ្រោះថ្នាក់ស្លាប់គេរាប់រយនាក់រីឯនៅស្រុកខ្មែរម្ចាស់អាគារក៏ដោយអ្នក design ក៏ដោយអ្នកធ្វើក៏ដោយបាក់ស្រុតកម្មករលោកហ៊ុនសែនទៅចេញទៅការពារមូលហេតុអីបើប៉ូលីសអន្តរជាតិគេចោះទៅគេដឹងមូលហេតុហើយមូលហេតុអីបានជាលោកហ៊ុនសែនទៅការពារម្ចាស់អាគារហ្នឹងពួកអាគារហ្នឹងសិតតែអាគារអនឡាញសម្រាប់លួចលុយពិភពលោក scam អនឡាញទាំងអស់អញ្ចឹងអាគារជួរកោះកុងជួរកំពង់សោមរហូតដល់វាលវែងប្រទីមានជ័យព្រំបតុលទាំងអស់មកជួរដែលកសាងឡើងសិតតែអាគារ scam អនឡាញអ្នកណាអ្នកនៅការពារពីក្រោយបងប្អូនពិចារណាធ្វើកាស៊ីណូស្រុកខ្មែរគ្រាន់តែកាស៊ីណូដែលស្របច្បាប់165ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប្រទេសប៉ប៉ុនកញ្ចក់បើនិយាយពីប្រទេសញូហ្សេឡង់ណាស្រុកខ្មែរ2ដងមកស្មើប្រទេសញូហ្សេឡង់ប្រជាជនខ្មែរមាន17លាននាក់ប្រជាជនញូហ្សេឡង់មានតែជាង5លាននាក់ទេក៏ប៉ុន្តែកាស៊ីណូនៅប្រទេសញូហ្សេឡង់នឹងមានតែ2ទេ3នៅក្រៃឈើមួយទៀតដានីឌីន1ក្រៃឈើ2ហើយនឹងអុកក្លឹមតែ3ទេនៅស្រុកខ្មែរ165គ្រាន់តែស្របច្បាប់កាស៊ីណូនៅជិត100កាស៊ីណូទៀតដែលអត់មានអាជ្ញាប័ណ្ណអញ្ចឹងជាង200អាជ្ញាប័ណ្ណកាស៊ីណូសួរកាស៊ីណូនឹងធ្វើអីលាងលុយឧក្រិដ្ឋកម្មអនឡាញអ្នកណាអ្នកនៅពីក្រោយ
អ្នកធំអ្នកនៅពីក្រោយអ្នកកាងបងប្អូនចាណាឥឡូវថ្ងៃនេះវិធានបទដែលខ្ញុំចង់និយាយខ្ញុំចង់សួរថាលីចុងផាត់អ្នកអុកញ៉ាលីចុងផាត់ដែលជាអ្នកកាន់លុយរបស់គណៈបកប្រជាជនអ្នករកលុយសម្រាប់គណៈបកប្រជាជនចិញ្ចឹមគណៈបកប្រជាជនលីចុងផាត់កុកអានទ្រីភិបហ៊ុនតូតើពួកគាត់មានវាសនាយ៉ាងណាទៅអនាគតបើសហរដ្ឋអាមេរិក FBI គេទាមទារឲ្យចាប់អ្នកទាំងអស់ហ្នឹងបញ្ជូនទៅសហរដ្ឋអាមេរិកហើយហេតុដូចម្ដេចបានជាអត់បញ្ជូនទៅជាប់ពាក់ព័ន្ធអីចឹងខ្ញុំមើលទៅវាសនាលីចុងផាត់វាសនាកុកអានវាសនាហ៊ុនតូវាសនាទ្រីភិបក៏ប៉ុន្តែហ៊ុនតូជាក្មួយរបស់លោកហ៊ុនសែនអាចថាជាកូនផងក៏ប៉ុន្តែពាក្យចាំរាមនេះខ្ញុំមិននិយាយការពិតទេគាត់អាចថាជាកូនផងហ៊ុនតូគេមិនអាចចាប់បញ្ជូនហ៊ុនតូបានទេតែអ្នកទាំង3អាចដល់ពេលហើយក៏សូមប្រាំទៅអ្នកអង្គការទាំង3ណាតិចថាសាវរ៉ាស៊ីនិយាយហើយបែរទៅជាមើងងាយស្ដាប់លេងទៅហើយក៏ការពារក្រែងលេងទៅពលលោកហ៊ុនសែនតដល់ច្រកទាល់ច្រកគាត់ហើយអត់ខ្វល់អ្នកឯងជានរណាទេចាប់ធ្វើស៊ីហើយណាចឹងលោកអ្នកអង្គការទាំង3បើសម្រាប់ខ្ញុំឯណាត្រៀមខ្លួនរត់ចេញមកក្រៅទៅមកដល់ប្រទេសណាសារភាពនៅប្រទេសហ្នឹងមកញូហ្សេឡង់ក៏បានដែរមកដល់មកសារភាពនៅញូហ្សេឡង់ហ្នឹងថាខ្ញុំបានចូលរួមជាមួយនឹងអ ுக ្រិតកម្មអនឡាញសង្ឃឹមតែគេដាក់គុកនៅប្រទេសញូហ្សេឡង់មិនប្រហែលឆ្នាំទេភាសាជាងគេធ្វើស៊ីផ្ដាច់ជីវិតណា Good evening រាស៊ីបងមារ៉ាអរគុណច្រើនពីចម្ងាយបងពិសិដ្ឋពូមិនប្រៀបធៀបកាស៊ីណូទៅអាមេរិកផងនរណានៅពីក្រោយកាស៊ីណូនៅអាមេរិកសិតតែស្របច្បាប់គ្មានអ្នកណានៅពីក្រោយទេបើតកែគេធ្វើតកែរបស់គេនោះសូម្បីតែពុនកាស៊ីណូបាត់$1ក៏អត់ផងណាពិសិដ្ឋពុននៅប្រទេសគេសូម្បីតែ$1ក៏អត់បាត់ផងពុនម្ចាស់កាស៊ីណូគេមិនដែលខ្វល់ផងហ្នឹងគេជួល CEO គេជួល manager គេជួល accounting ធ្វើអ្នកឯងធ្វើខុសជាប់គុកអ្នកឯងអ្នកជាប់គុកមិនមែនម្ចាស់កាស៊ីណូជាប់គុកទេគេធ្វើត្រឹមត្រូវតាមច្បាប់អ្នកដែល accounting គេរៀនគេគោរពនៅអ្វីដែលជាច្បាប់ដែលគេរៀនគេយកប្រាក់ខែពីអ្នកឯងគេធ្វើអ្វីដែលស្របច្បាប់គេអត់មានយកប្រាក់ខែអ្នកឯងមកស៊ីសំណូកដើម្បីសោកឲ្យអ្នកឯងទុកឲ្យគេធ្វើការអត់ទេនៅប្រទេសក្រៅអត់ទេអត់ដូចរបបលោកហ៊ុនសែនទេនិយាយអត់ប្រយោជន៍ចង់បានសម្លេងតែរបៀបនឹងបានដែលឈ្នះគាត់ទៅចាញ់មកហឹមពិសិដ្ឋឬមួយក៏កូនបងសើលោកមិនដឹងថានៅឯណាទេបើលោកកើតនៅស្រុកខ្មែរឲ្យចេះស្រឡាញ់ខ្មែរចេះស្រឡាញ់ទឹកដីមិនមែនស្រឡាញ់ខ្មែរទេស្រឡាញ់ទឹកដីខ្មែរតែបន្តិចទៅកុំឲ្យកើតនៅលើទឹកដីខ្មែរហើយឈាមជាប់ពីខាងកើតទៅបំរើគេខាងកើតថ្ងៃក្រោយលោកគ្រោះថ្នាក់ខ្លួនឯងទេយល់នៅសហរដ្ឋអាមេរិកអត់មានធ្វើថោកទាបកេងបន្លំអត់ដាច់ខាតបើធ្វើដឹងតែក្រុមហ៊ុននឹងដួលយូរឆាប់ដឹងឯងនៅឥឡូវមានស្រីយួនម្នាក់ជាដុកទ័រទៅរៀននៅអាមេរិកឥឡូវនឹងអាមេរិកកំពុងតែរកតាមរកខ្លួនជាដុកទ័រហើយខ្លួនជាជនជាតិយួនទៅរស់នៅប្រទេសគេហើយខ្លាយទៅជាដុកទ័រហើយបែរទៅជាប្រព្រឹត្តអំពើពុករលួយដូចជាលួយសហរដ្ឋអាមេរិកជាង$100 លានដោយសារអីបងប្អូនមានដុកទ័រខូចខលមួយចំនួននៅសហរដ្ឋអាមេរិកណាពេលដែលខ្លួនឯងខ្លាយជាដុកទ័រនៅសហរដ្ឋអាមេរិកពេលដែលប្រជាជនដែលទៅព្យាបាលអ្នកដែលធ្វើការអ្នកដែលមានកម្រៃដែលចំណូលបង់ insurance អញ្ចឹងពេលដែលដុកទ័រទៅព្យាបាលដុកទ័រនឹងយកលុយពីខាង insurance រីឯអ្នកដែលស៊ីលុយរត់អ្នកដែលអត់ការងារធ្វើពេលដែលដុកទ័រព្យាបាលយកលុយពីរដ្ឋអញ្ចឹងពួកដុកទ័រដែលខូចមួយចំនួនហ្នឹងឥឡូវនេះមានស្រីយួនម្នាក់ហ្នឹងគាត់ស្គាល់គ្នាគាត់បែបមានស្គាល់សិតតែគ្នាគាត់វៀតណាមយួនអីហ្នឹងអញ្ចឹងអ្នកហ្នឹងឈ្មោះកហ្នឹងគាត់អត់ឈឺទេតែគាត់ទៅប្រាប់គាត់ដុកទ័រហ្នឹងប្រាប់ថាអូអ្នកឯងធ្វើឈឺដល់បន្តិចយកអ្នកហ្នឹងទៅអិចសារ៉េតែអត់មានអិចសារ៉េទេគ្រាន់តែធ្វើដើម្បីក្លែងលុយពីរដ្ឋឧទាហរណ៍ថាឈ្មោះកហ្នឹង
ឲ្យឈ្មោះទៅដុកទ័រនឹងទៅដុកទ័រនឹងខ្លាញ់លុយពីរដ្ឋឈឺ X-ray ចេះ X-ray ចុះហើយចេះតែប្រមូលរាប់ពាន់រាប់រយរាប់ពាន់អ្នកមកប្រមូលយកមកហើយខ្លែងយកលុយពីរដ្ឋទៅរដ្ឋគេស្រាវជ្រាវទៅជាង$100 លានឥឡូវនឹងរដ្ឋាភិបាលគេកំពុងតែប្រកាសចាប់ហើយអ្នកណាដែលដឹងព័ត៌មានអ្នកនឹងគាត់ណាប្រាប់គេនឹងរដ្ឋគេចេញឲ្យ$150,000គាត់ណាព័ត៌មានផ្ដល់ទៅឲ្យគេណាចាអានឹងពួកខ្វះខូចអញ្ចឹងផ្ដាំទៅលោកពិសិដ្ឋផងថានៅប្រទេសគេបើខ្វះខូចអញ្ចឹងគេតាមចាប់អញ្ចឹងតែនៅស្រុករបបលោកហ៊ុនសែនខ្វះខូចពីលើចុះទៅដល់ក្រោមអួតសម្ដេចបវរប្រកាសថាខែ4កំចាត់ឲ្យអស់ឧក្រិដ្ឋកម្មអនឡាញឥឡូវចូលមកដល់ខែ7ហើយដាច់ខែស្អែកនេះហើយថ្ងៃ30ថ្ងៃនេះហើយណានៅណែនទាំងអស់ឥឡូវអាមេរិកគេចុះទៅគេចុចតែម្ដងកុំទៅចាប់អាកាពិកកាពុកនៅក្រោមចាប់មេពីលើពួកមេអ្នកបញ្ជាបងប្អូនឥឡូវបងប្អូនមើលចិនស៊ីណាប្រធានហ៊ុយវ៉ាន់ផេធនាគារហ៊ុយវ៉ាន់ផេឥឡូវចិនស៊ីចាប់ចិនស៊ីទៅហើយមិនបានធនាគារនៅដំណើរការអញ្ចឹងវាមានអ្នកនៅពីក្រោយហ៊ុយចិនស៊ីហ្នឹងអញ្ចឹងបញ្ជូនចិនស៊ីទៅស្រុកចិនឥឡូវលឺប្រហែលគេកាត់ទោសប្រហារជីវិតផងមកតាមមើលណាគេកាត់ទោសប្រហារជីវិតផងអញ្ចឹងអ្នកណានៅពីក្រោយចិនស៊ីបើចិនស៊ីជាទីប្រឹក្សាហ៊ុនសែនហ៊ុនម៉ាណែតទាបាញ់សខេងសសៃហាហេងសំរិនអញ្ចឹងមានតែចិនស៊ីហ្នឹងធ្វើការជាមួយពួកអស់លោកហ្នឹងនៅប្រទេសញូហ្សេឡង់ឧបមាថាខ្ញុំយកលុយមក$10,000យកទៅឲ្យតំណាងរាស្ត្រមួយគេសួរឯងបានពីណាមកលុយហ្នឹងគេស្រាវជ្រាវមិនមែនតែចេះតែទទួលទេបើលុយអ្នកឯងស្របច្បាប់អូខេគេអរគុណគេគ្រប់គ្រងតែបើលុយអ្នកឯងមកដែលខុសច្បាប់គេអត់ត្រូវការទេហឹមពិសិដ្ឋលុយវិទ្យុសង្គ្រោះជាតិ$1 លាននៅឯណាស្បត់ឲ្យស្លាប់កលាប់ឡានងាប់ទៅលុយ$1 លាននិយាយខុសប្រយ័ត្នកលាប់ឡានងាប់អានេះខ្ញុំមិនមែនដាក់ទំនាយណានិយាយអីឲ្យពិតយល់អត់បើនិយាយមិនពិតនៅសម័យឥឡូវទេវតាលោកមានភ្នែកណាស់ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ជា100អានេះខ្ញុំក៏ផ្ដាំឯណាជប់បងប្អូនដោយសារបងមីលីគាត់ទេមកខ្ញុំដាក់ទៅបងមីលីណានិយាយអីឲ្យកាត់ពិតនិយាយមិនពិតប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ហើយសឹកខ្មែរបើមិនចឹងផ្ទះបាញ់ច្រើនណាប្រយ័ត្នផងតែនិយាយមិនពិតណាពិសិដ្ឋប្រយ័ត្នវេវទៅដល់បឹងណានិយាយឲ្យព្រោះនិយាយឲ្យស្ដាប់កុំខ្ញុំដឹងហើយថាកូនចៅហ៊ុនសែនវាតែងតែប្រើពាក្យអសរោះមិនខានទេខ្ញុំដឹងពួកក្រុមពួកលោកឯងវាអញ្ចឹងទៅហើយទៅណាបើអូអញ្ចឹងហើយកូនចៅច្រើនអញ្ចឹងកុំឲ្យបង្អាប់កិត្តិយសលោកហ៊ុនសែនណានេះបងប្អូនមើលខ្ញុំឧទាហរណ៍ឲ្យមកនេះតាមមុនរ៉េហើយតែនិយាយពីទង្វើអតីតកាលអាស្បត់ជាសំស៊ីបោកជាជនតាមក្នុងប្រទេសក្រៅប្រទេសហ្នឹងរហូតដល់គេដាក់នេះអាព្រីស្រំស្បត់នេះមួយមកឆ្កែហើយតែឃើញនេះហើយនិយាយមកឆ្លងមកទីទៀតនិយាយដល់ហើយនិយាយរឿងអីពីអាមកនេះតាមមុនរ៉េគាត់ហៅមុនរ៉េសតាមាត់វិញហើយឌីលសតាម្ដាយមុនរ៉េមិនចេះយកចុះឧទាហរណ៍ខ្ញុំនិយាយឲ្យវាអក្រក់ស្ដាប់ចុះគាត់ដៃកងៃនឹងដៃវានឹងអានឹងមកវាអីអញ្ចឹងម្ដាយគាត់អញ្ចឹងចេះដូចពាក្យគាត់ថាអញ្ចឹងមែនហើយយួនសរសើរបងប្អូនណាខ្ញុំនិយាយអត់រើអើគេណាមិនយួនទៀតកតបទៀតសរសើរម្នាក់ហ្នឹងបងប្អូនពិចារណាហើយដូចណែពិសិដ្ឋអីហ្នឹងសេរីចដូនមួយជាមួយម្នាក់នេះហ្នឹងសិតតែសេរីហ្នឹងតែវាសនារបស់ពួកគាត់ខ្ញុំឲ្យស្ដាប់មួយទៀតបងប្អូននេះសង្គ្រាមព្រំដែនមករយៈចុងក្រោយនេះខ្ញុំនិយាយត្រង់ខ្ញុំមិនលាក់ទេយើងអត់មានព្រៃជ្រកទេណាខាងថៃវាមានព្រៃជ្រកពេញឥឡូវតែផៃមិនណាក៏និយាយដែរមូលហេតុអីអត់ព្រៃជ្រកពួកអស់លោកវាពុកលួយវាកាប់ខ្ទេចណាអានឹងអ្នកកាប់ប្រជាជនអ្នកកាប់ឬមួយក៏រដ្ឋាភិបាលកាប់ហើយនឹងពូលោកឯងណាគ្នាលោកឯងណានិយាយហ្នឹងអត់មានណានិយាយទេចឹងប្រយ័ត្នទេវតាមានភ្នែក
ណាវត្ថុស័ក្តិសិទ្ធិច្រើនណាស់នៅក្នុងលោកជាពិសេសនៅស្រុកខ្មែរលោកឯងនិយាយមិនពិតប្រយ័ត្នបើកឡានទៅគេទាញចូលក្នុងស្នាមភ្លោះកុំឲ្យទៅបុកគេបើបុកគល់ឈើតែឯងទៅយល់ទេប្រយ័ត្នបន្តិចចឹងនិយាយអីរៀងពិតផង$1 លានបានលុយពីណាមក$1 លានបើខ្សែ50,000ខ្ញុំជឿតែមិនតែលុយនឹងអត់បាត់ទេកុំភ័យនោះតែតែពួកលោកឯងនឹងនៅពីណាព្រៃឬមួយក៏មកពីណានឹងយើងមិនដឹងទេតែបងប្អូនងាកត្រឡប់មកវិញខាងថៃវាមានព្រៃចិត្តវាសនារបស់កុកអានវាសនាលីចុងផាត់វាសនាទ្រីភាពខ្ញុំព្រួយបារម្ភណាពួកសហរដ្ឋអាមេរិកគេអត់និយាយលេងទេណាបងប្អូនណា SBI គេចុះទៅដល់ហើយអញ្ចឹងបើសិនជាគេសង្កត់ក៏លោកហ៊ុនម៉ាណែតលោកហ៊ុនសែនឲ្យចាប់អ្នកទាំង3ហ្នឹងគាត់ដាច់ខាតគាត់ត្រូវតែចាប់គាត់អត់អាចទុកបានទេហើយបើគាត់ចាប់អ្នកទាំង3នៅក្នុងជួរគណៈបកប្រជាជនអង្គើបងប្អូនអង្គើហើយអត់នៅទេហើយខ្ញុំគ្រាន់តែផ្ដាំទៅលោកទាំង3ហ្នឹងដល់ពេលវេលាដែលលោកត្រូវដោះស្រាយរឿងលោកហើយសក់អាណាក្បាលហ្នឹងហើយពួកការដែលសម្ភាសរបស់លោកហ៊ុនម៉ាណែតជាមួយនឹងកាសែត Bloomberg អញ្ចឹងគេគាត់ឆ្លើយហើយគាត់ថារឿងអស់លោកជារឿងឯកជនហើយបើរឿងអស់លោកជារឿងឯកជនការដែលគាត់ចាប់អស់លោកយកទៅដាក់គុកអត់ខុសទេក៏ប៉ុន្តែបងប្អូនត្រូវពិចារណាលោកទាំង3គឺជាសមាជិកព្រឹទ្ធសភាអ្នកណាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបើលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនត្រូវទទួលខុសត្រូវនៃសមាជិកសភាទាំងអស់ព្រឹទ្ធសភាទាំងអស់ដែលលោកគ្រប់គ្រងអត់មានប្រកែកបានមិនមែនជារឿងឯកជនដាច់ខាតនេះជារឿងរបស់រដ្ឋហើយបើរឿងឯកជនឥឡូវលោកចោទថារឿងឯកជនឥឡូវអ្នកទាំង3ហ្នឹងប្រព្រឹត្តអំពើខុសលោកត្រូវចាប់អ្នកទាំង3ហ្នឹងបញ្ជូនទៅឲ្យសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកគេបានដាក់ទណ្ឌកម្មអ្នកទាំង3ហ្នឹងរួចហើយមិនលោកអត់ធ្វើអញ្ចឹងតោះតែលោកត្រូវជាមួយគេលោកត្រូវជាមួយអ្នកទាំង3ហ្នឹងអ្នកទាំង3ហ្នឹងធ្វើសម្រាប់លោកមិនលោកអត់ចាប់មិនទាំង3ទេទាំង4ធ្លាយទៅដល់ហ៊ុនម៉ាណែតអត់តែហ៊ុនតូក៏ប៉ុន្តែហ៊ុនតូវាចដូនមួយហ៊ុនម៉ាណែតអ្នកណាទៅចាប់បងប្អូនគេនោះណាពិចារណាណាបងប្អូនណាចឹងថ្ងៃនេះវិធានបទតាក់ទងជាមួយនឹងអុកញ៉ាទាំង3ហ្នឹងយើងប្រអាប់ប៉ុណ្្នឹងចុះហើយយើងមានវិធានបទច្រើនទៀតថ្ងៃនេះដែលខ្ញុំចង់ឲ្យបងប្អូនជ្រាបបញ្ហាតាក់ទងជាមួយនឹងវាសនាអ្នកទាំង3ហ្នឹងខ្ញុំជឿថាអាចដល់ពេលហើយបងប្អូនណាអញ្ចឹងមិនមែនវាសនាអ្នកទាំង3ទេគឺវាសនារបបគណៈបកប្រជាជនដល់ពេលវេលាហើយបងប្អូនត្រូវមានជំនឿថាសហរដ្ឋអាមេរិកគេអត់លេងថេងទេដោយសារអីដោយសារសហរដ្ឋអាមេរិកបាត់ថវិកាច្រើនណាស់ណាឆ្នាំ2024សហរដ្ឋអាមេរិកបាត់$10,000 លានបងប្អូនមិនលេងទេណាលើសថវិកាជាតិខ្មែរដែលចំណាយក្នុងមួយឆ្នាំទៀតឥឡូវនេះចូលមក2025អាមេរិកអស់$20,000 លានឥឡូវមក2026មិនដឹងអាមេរិកអស់ប្រមាណទៀតទេចឹងគេអត់មានប្រអន់ដៃទេចឹងហើយបានគេចូលមកមិនមែនចូលមកធ្វើការជាមួយលោកហ៊ុនសែនទេចូលមកជន់ករបបលោកហ៊ុនសែនឲ្យស្គាល់ផងពីសិតណាខ្ញុំស្រឡាញ់ខ្មែរមិនមែនតាមរបៀបពូនឹងហើយខ្ញុំដឹងហើយស្រឡាញ់ខ្មែរនោះពួកលោកឯងអស់នេះមកស្រឡាញ់តែទឹកដីខ្មែរទេបំផ្លាញខ្មែរប្រជាពលរដ្ឋខ្មែរចំណាំមុខអស់លោកទុកផងហើយខ្ញុំជឿថាតែរបបលោកហ៊ុនសែននឹងពួកលោកឯងដាក់មេប្រុចទៅបង្កើតលឿនមុនគេបោកទាំងផែងវណ្ណៈផេះមុខសម្បត្តិត្រឹមសម្រាប់អស់លោកនឹងមកណែនាំខ្ញុំអញ្ចឹងជាចុងក្រោយគ្មានអីទេតាក់ទងជាមួយនឹងវិធានបទដែលតាក់ទងជាមួយនឹងលោកលីចំផាត់កុកអានហ៊ុនតូទ្រីភាពមានតែដោះស្រាយតាមតូបហូបតាមខ្លួនណាព្រោះលោកហ៊ុនម៉ាណែតគាត់បានដោះស្រាយរួចហើយ
ថារឿងហ្នឹងគឺជារឿងបុគ្គលអញ្ចឹងលោកភ័យធំទៅតែថារដ្ឋអាមេរិកគេជន់កលោកមើលចិនស៊ីមើលវាសនាចិនស៊ីផងចិនស៊ីឲ្យលុយហ៊ុនសែនមិនមែនតិចពាន់លានទេចិនស៊ីជាអ្នកចិញ្ចឹមលោកហ៊ុនសែនក្បែរ10ឆ្នាំលើស10ឆ្នាំទៅហើយណាតែទីបំផុតវាសនាចិនស៊ីទាល់ច្រកចាប់វឹករុញទៅចិនឥឡូវច្បាប់ចិនចេញមកតាក់ទងជាមួយនេះចិនស៊ីអាចព្យួរកអត់អាចរស់ទេណាសូមផ្ដាំទៅលោកទាំង3មេតាប្រុងប្រយ័ត្នហើយបើឮពាក្យចាំរាមនេះខ្ញុំមិនទាន់ជឿ 100% ទេក៏ប៉ុន្តែគេថាហ៊ុនតូនឹងដាក់មេប្រុចទៅហើយណាចឹងរបបនេះដឹកនាំប្រទេសគាត់អត់ដែលមានគិតពីផលប្រយោជន៍ជាតិទេបងប្អូនមើលព្រំប្រទល់ទាំងខាងកើតទាំងខាងលិចនៅខាងលិចជាប់នឹងព្រំប្រទល់ថៃដីខ្ទង់7ទៅ800គីឡូរឿងអីរដ្ឋាភិបាលអត់ធ្វើខ្សែក្បាត់ជុំព្រំដែននៅខាងកើតរឿងអីដែលរដ្ឋាភិបាលមិនព្រមធ្វើផ្លូវក្បាត់កាលណាយើងធ្វើផ្លូវក្បាត់ទៅគឺចប់អត់មានណាហ៊ានចូលមកទៀតទេព្រោះពេលយើងធ្វើផ្លូវណាបើឧបមាថាឥឡូវយើងផ្ទះរបស់យើងចាប់ធ្វើលបងបើយើងធ្វើលបងចូលផ្ទះគេម្ចាស់ដែលនៅជាប់យើងប្រតិកម្មបឹកប្តឹងទៅអាជ្ញាធរណែឯងបោះបកគោចូលខ្ញុំមក2 ទឹក 3 ទឹកទាស់គ្នាវិលយ៉ាងណាមិញបណ្ដាប្រទេសយើងជាប់ជាមួយថៃជាប់ជាមួយវៀតណាមក៏ដោយកាលណាយើងធ្វើផ្លូវបឹកបើចូលដីថៃគេប្រតិកម្មហើយយើងធ្វើដើម្បីការពារទឹកដីផ្លូវបងប្អូនឃើញទេលោកហ៊ុនសែនខ្ចីលុយចិនខ្ចីលុយអីមកធ្វើនៅក្នុងប្រទេសច្រើនខ្វាត់ខ្វែងតែរឿងអីព្រមបន្ទល់អត់ព្រមធ្វើមិនត្រឹមតែធ្វើទៀតប្រាសាទទាំងឡាយដែលជារបស់ខ្មែរតាកបីក៏ដោយមុំបីក៏ដោយប្រាសាទតាម៉នតូចធំអីក៏ដោយព្រះវិហារសិតតែរបស់ខ្មែរទីបំផុតឥឡូវបានទៅអ្នកណាលោកហ៊ុនសែនដែលខ្វល់ទេដែលគិតពីរឿងជាតិរឿងហ្នឹងទេអត់ទេបងប្អូនសំសុកបាទសូមលោកពូបន្តទៀតក្មួយទៅនឹងចូលមិញអរគុណសំសុកបាទអរគុណហ្នឹងហើយនៅបន្តទៅទៀតឡើយទេគ្រាន់តែខ្ញុំនិយាយតាក់ទងនឹងកុកអានលីចង្ផាត់ហ៊ុនតូទ្រីភិបហ្នឹងប្រធានបទហ្នឹងគឺខ្ញុំគ្រាន់តែនិយាយប្រាប់ឲ្យបងប្អូនថាផ្ដាំទៅលោកទ្រីភិបលោកកុកអានហ្នឹងល្មមរកច្រកចេញឲ្យហើយទៅកុំដល់ពេលដូចចិនស៊ីកាលណាដល់ពេលដូចចិនស៊ីហួសពេលហើយធ្វើអីទៀតណាហួសពេលហើយសម្រាប់ខ្ញុំឯណាខ្ញុំសូមផ្ដាំទៅអ្នកអង្គការទាំង3ហ្នឹងបើអស់លោកចេញមកប្រទេសសេរីឧទាហរណ៍ញូហ្សេឡង់អូស្ត្រាលីមកសារភាពមកអីប្រាប់គេខ្ញុំសង្ឃឹមថាអស់លោកអាចរួចខ្លួនបើជាប់គុកក៏អត់យូរដែរបងប្អូនហើយគុកនៅប្រទេសញូហ្សេឡង់ណាគុកមាន TV មើលមានបាយគ្រប់គ្រាន់មានសាលារៀនឲ្យរៀនទៀតមានអ្នកខ្លះរៀនចប់ Doctor ចប់ Lawyer ចប់អីដែលនៅក្នុងគុកចេញពីគុកឡើងចប់សញ្ញាបត្រក៏មានដែរណាលោកគិតថាជាប់គុកនៅស្រុកខ្មែរកុំសង្ឃឹមរឿងនេះមិនមែនរឿងសម្រាប់កប៉ិកកប៉ុកនៅស្រុកខ្មែរទេគេមិនអាចឲ្យជាប់គុកនៅស្រុកខ្មែរទេអាមេរិកដាក់ទណ្ឌកម្មគេអាចយកលោកទៅអាមេរិកឬមួយក៏បើយកលោកទៅអាមេរិកលោកអាចអាមេរិកគេប្រកែណាពីរឿងសួរអីហ្នឹងគឺគេសួរហើយអាចនៅក្នុងស្រុកគេបំបត្តិមាត់លោកគេអត់ឲ្យចេញទាន់ទេមើលពេជ្រកំស្រិននៅឯណាឥឡូវហ្នឹងមើលលីរតនរស្មីនៅឯណាឥឡូវហ្នឹងប្រយ័ត្នផងណាអានេះខ្ញុំគាត់ថាពមៀនទេខ្ញុំអត់ថារឿងពិតទេណាគាត់ពមៀនឲ្យលោកអូសួរកីឡារិទ្ធបាទសូមអានខមមិនសួរកីឡារិទ្ធបន្តិចថ្ងៃនេះកំណាប់គាត់មកទៀតហើយរបបដេរឆានក្លាហានក្នុងស្រុកជាមួយសៀមយួនពួនដណ្ដើមភួយលេដូចបងគួយមិនព្រួយបាត់ដីរបបដេរឆានក្លាហានក្នុងស្រុកជំនាញខាងគុកនិងពុករលួយជាមួយសៀមយួនពួនដណ្ដប់ភួយលេដូចបងគួយមិនព្រួយបាត់ដីបាទនេះកំណាព្យរបស់ណែសួរកីឡារិទ្ធបាទព្រៀបអិនបាទសួស្ដីពីចម្ងាយសួស្ដីបងអរគុណស្រីហ៊ុនស្រីហាំងនេះមិនស្រីហ៊ុនទេណាលោកពូគុំចំដាយពេលឆ្លើយតបជាមួយខមមិនណាដែលអត់ប្រយោជន៍នាំខាតពេលបាទត្រឹមត្រូវអរគុណតាំងកពិតខ្ញុំមិនមែនទៅចង់ឆ្លើយតបអីទេគ្រាន់តែថាឃើញអ្វីដែលគាត់និយាយហ្នឹងវាអាក្រក់ផោខ្លាំងពេកខ្ញុំក៏ដាក់មួយម៉ាត់ពីរទៅហើយយកគាត់នឹងធ្វើវិធានបទដើម្បីបង្ហាញឲ្យពួក CPP មើលថារបប CPP នឹងវាចូលមកវាសម្បូរណាស់អាយ៉ងបែបហ្នឹងនោះប៉ុណ្្នឹងឯងអរគុណច្រើនសម្បត្តិកូនឆ្លាតបាទ
សំសុកបាត់ជម្រាបសួរលោកពូហេងណាស់បើកមើលតាន់លោកពូឡាយអរគុណលោកពូបាទអរគុណខ្ញុំអត់ដឹងដែរសំសុកពេលដែលពូឡាយណាមានគ្នាយើងច្រើនណាស់ដែលគាត់ចង់ចូលរួមក៏ប៉ុន្តែជា friend របស់ពូតែពេលពូឡាយអត់ឃើញលោតចូលគាត់ទេអញ្ចឹងណាមិនដឹងថាមកអីថាជាពិសេសនៅស្រុកខ្មែររបបលោកហ៊ុនសែននឹងមិនដឹងគាត់ប្រើបច្ចេកទេសអីគាត់ទប់មិនឲ្យចូលអីច្រើនណាស់គាត់បច្ចេកទេសគាត់ច្រើនណាស់ចាន់ហ្វេនឡែនប្រធាន SBI ជាសិលធម៌ក្នុងការគួសមតាមផ្លូវទូតគឺចង់មកបញ្ជាក់គោលជំហរហ៊ុនម៉ាណែតបើមេដឹកនាំកម្ពុជាមានចូលរួមដៃជើងជាមួយជប់ខ្ញុំអានតិចសិនមេដឹកនាំកម្ពុជារួមដៃចូលជើងជាមួយនឹងក្រុមឆអក្រិតកម្មអន្តរជាតិឬទេតើលោកហ៊ុនម៉ាណែតហ៊ានចាប់លោកកកអាននិងលីចំផាត់ហ៊ុនតូទ្រីភិបនិងបរិវារមួយចំនួនទៀតដែរឬទេមកហើយដែលលោកហ៊ុនសែននិងហ៊ុនម៉ាណែតកំពុងគិតរកវិធីលាក់ខ្លួនបញ្ជៀសពួកនឹងឲ្យផុតពីការចាប់ខ្លួនមហាមិត្តចិនមហាមិត្តយួនដោះដៃចេញឲ្យអាចមេដឹកនាំនំខ្មែរនឹងទទួលយកឧក្រិដ្ឋកម្មទាំងនោះមកភ្ជាប់ជាមួយទេមិនធ្វើសត្រូវជាមួយអាមេរិកទេរឿងពិតបាទបងប្អូនអាមេរិកមកនឹងគឺមកដើម្បីបញ្ជាក់ចំហពលរបបលោកហ៊ុនសែននោះណាគាត់ប៉ាកែណាស់អាខាងបោកគេកលិចបោកឬ40ផ្លែឆ្នាំហើយបងប្អូនឥឡូវមកដល់នេះបោកអាមេរិកបោកលែងបានហើយណាបោកលែងបានហើយបោកទាំងលុយបោកបងប្អូនមើលសូម្បីតែតុលាការកាត់ទោសថ្ងៃក្រហមលុយអង្គការសហប្រជាជាតិលុយអាមេរិកជួយមិនមែនតិចទេណាចង់ក្បែររាប់ពាន់លានណាប្រហែល100លានក៏ប៉ុន្តែកាត់នៅថ្ងៃហ្នឹងគោលដៅតុលាការថ្ងៃក្រហមគេគោលដៅកាត់គណៈបកប្រជាជននឹងឲ្យអស់តែលោកហ៊ុនសែនកាត់ត្រឹមតែតាប្រហែលអ្នកនឹងផុតពីហ្នឹងមកដល់ហ៊ុនសែនមកដល់ណែហេងសំរិនទាបាញ់អីសតតែខ្សែខ្មែរក្រហមស្លាប់ខ្មែរទាំងអស់លោកហ៊ុនសែនបិទតែនឹងអត់ឲ្យទៅមុខទៀតគេបោកបែបហ្នឹងឥឡូវមកបោកចុងក្រោយក៏អស់លាក់គឺបោកអារឿងអក្រិតកម្មអនឡាញនេះបោកអត់បានមកបោកអត់បានទេលក្ខណៈអ៊ីវបាទ Good evening ប្អូនប្រុស from Australia how are you បាទអរគុណបងលក្ខណៈសុខសប្បាយពីចម្ងាយសម្បត្តិកូនឆ្លាត 100% បាទសម្បូររឿនបាទ Good afternoon sir លោកទៅដល់ណា I'm from Cambodia អូអរគុណច្រើនពីណាចេះណែសម្បូរបាទអូ Good afternoon ពី Cambodia អរគុណដែលបានចូលរួមពីកម្ពុជាហ្នឹងបងប្អូនមួយចំនួនហ្នឹងគាត់ take មកប្រាប់ខ្ញុំថាពេលខ្លះគាត់អត់ហ៊ានចូលលេតាមការពិតណាសូរិយាពឿងសូរិយាសួស្ដីបងអូនពីប៉ារីសអរគុណអូប៉ារីសមកម៉ានចេះប៉ារីសដូចពេលព្រឹកបាទប៉ារីសពេលព្រឹកហើយបាទអរគុណសម្បត្តិកូនឆ្លាតកូនយួនកើតនៅលើដីខ្មែរខ្សែ supply ហើយលោកពូត្រឹមត្រូវរាល់ថ្ងៃនេះបងប្អូនមើលទៅមន្ត្រីរាជការទាំងប៉ូលីសទាំងទាហានមើលមុខផងមកពីណាណា 80% ហើយរបស់គេនេះសូមជម្រាបឲ្យច្បាស់ណានេះជារឿងពិតមិនមែនសៅរាស៊ីចេះតែនិយាយលេងទេរចនាសម្ព័ន្ធទាំងអស់នៅក្នុងមន្ត្រីរាជការលោកហ៊ុនសែនអត់ឲ្យរើសទេគេរើសចេញពីយុវជនសេនានីគេរើសចេញពីយុវជនសសយកកដែលជាកូនរបស់គេកើតនៅលើទឹកដីខ្មែរគេបង្រៀនគេឲ្យរៀនចប់ Bachelor degree Master degree រហូតមានអ្នកខ្លះដល់ PhD ទៀតនោះជាបណ្ឌិតទៀតនោះដើម្បីអីដើម្បីចូលមកធ្វើការមកបញ្ជាខ្មែរចឹងហើយបានសូមផ្ដាំទៅពលទាហានដែលនៅសមរភូមិមុខផ្កាយ1ផ្កាយ2ដែលបញ្ជាពីភ្នំពេញទៅសុទ្ធសឹងតែជាកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាជាង 100000 នាក់ខ្ញុំអាយ៉ងវៀតណាមនេះជាសម្ដីរបស់លោកហ៊ុនសែនដែលធ្លាប់និយាយណានេះជារឿងពិតដែលលោកហ៊ុនសែននិយាយប្រាប់កូនខ្មែរតែយកកូនខ្មែរលោកហ៊ុនសែននិយាយ30-40ឆ្នាំហើយតែកូនខ្មែរអត់ព្រមជឿលោកហ៊ុនសែនទេនៅតែបោះឆ្នោតឲ្យលោកហ៊ុនសែនដដែលគុំបន្ទោសលោកហ៊ុនសែនបោះឆ្នោតមកពីយើងបោះឆ្នោតឲ្យគាត់ជឿគាត់ខំប្រាប់អីតែយើងព្រមជឿគាត់ Monkey King បាទសួស្ដីលោករ៉ាស៊ីអរគុណខ្ញុំចង់ចាក់អានេះឲ្យបងប្អូនស្ដាប់បន្តិច
Thế bảo lựa